តែ to observe គឺជានរណា to observe គឺជាវេទិកាមួយដែលយើងមានផ្ដល់ជូននៅព័ត៌មានទាក់ទងជាមួយនឹង micro សេដ្ឋកិច្ចរបស់ពិភពលោក cryptocurrency stock market ក៏ដូចជា technology នៅក្នុង Web3 ហើយនឹងចំណេះដឹងដែលទាក់ទងទៅជាមួយនឹងផ្នែកហិរញ្ញវត្ថុហើយ to observe ត្រូវបានបង្កើតឡើងដោយពួកយើងពីរនាក់ដែលម្នាក់ជាជនជាតិតៃវ៉ាន់ហើយម្នាក់ទៀតគឺជាជនជាតិខ្មែរដែលយើងមានគោលបំណងរួមនៅក្នុងការចែករំលែកចំណេះដឹងហិរញ្ញវត្ថុដែលពួកយើងមាននៅគ្រប់ platform ទាំងអស់ដូចជា Facebook IG TikTok Telegram ដែលភាគច្រើនគឺយើងប្រើ Telegram ច្រើនជាងនៅក្នុងការ discuss នៅក្នុងការពិភាក្សានៅក្នុងការចោទសួរជាសំណួរនៅក្នុង community របស់យើងអញ្ចឹងបងអាចធ្វើការjoin Telegram របស់យើងបានឬមួយក៏ follow platform របស់យើងផ្សេងៗទៀតបានមែនកាន់តែគោលបំណងធំរបស់ពួកយើងគឺពួកយើងគ្រាន់តែចង់បង្កើតនៅ platform មួយដែលពួកយើងអាចចូលរួមមកទាំងអស់គ្នានៅក្នុងការរៀនសូត្រសិក្សាស្វែងយល់ហើយពិភាក្សាគ្នាទៅលើផ្នែកហិរញ្ញវត្ថុពីព្រោះដើម្បីយើងទាំងអស់គ្នាអាចចេះគ្រប់គ្រងនៅផ្នែក financial របស់ពួកយើងឲ្យបានល្អអញ្ចឹងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ